បាទសួស្តីពុកម៉ែបងប្អូនបាទថ្ងៃនេះបងសាបកងអូស្ត្រាលីរបស់យើងចាប់យកຂະຫນាតបកងសាច់និងមេបាពូជហើយនិងមេពងបាទដែលភ្ញៀវគាត់កំងហ្នឹងហើយដូចបងប្អូនឃើញចាក់ស្ដែងបាទទឹកយើងនៅច្រើនដែរអញ្ចឹងអត់ឃើញបកងងើបទេបាទហើយបន្ទាប់ពីយើងបូមវិញហើយគឺបកងងើបច្រើនហើយពេលដែលចាប់ហ្នឹងគឺយើងចាប់ម្នាក់ឯងអញ្ចឹងអត់បានកាន់កាមេរ៉ាថតទេចឹងសម្រាប់បងប្អូនត្រូវការបកងពូជអូស្ត្រាលីបាទមិនថាមេពងឬក៏មេបាពូជឬក៏កូនបកងទេអាចធ្វើការកំងបានណាបាទអានេះត្រីដែងចូល3ក្បាលឥឡូវចាប់បាន1 និង 2ទៀតបាទចឹងក្នុងស្រះយើងចិត្តផ្សំមួយត្រីមែនទែនបាទ